ចាសស្ដីបងប្អូនចាថ្ងៃនេះមកឆ្លើយសំណួរបងប្អូនប្រុសម្នាក់ចាដែលគាត់ឆាតចាចូលពេកគាត់កើតកូនជ្រូកហើយចាជ្រូកគាត់ឥឡូវអត់ចេះអឹមចារត់លិចរត់កើតរត់លិចរត់កើតគាត់ថាត្រូវធ្វើមិនបងចាថ្ងៃនេះចាំមកឆ្លើយសំណួរហ្នឹងហើយសំណួរនេះចាគឺពិសេសមែនតើព្រោះអីខ្ញុំជឿជាក់ថាបងប្អូនយើងចាជួបពិតជាធ្លាប់ជួបហើយអាកូនជ្រូកដែលកើតមកហើយចាអត់ចេះអឹមដោះមេរត់លិចកើតអឹមអញ្ចឹងទៅជ្រូកខ្លះគេខំបឺតស្រាវអញ្ចឹងទៅវាខំប្រឹងចាវាដឹងដោះអញ្ចឹងជ្រូកខ្លះវាអត់ខំប្រឹងបឺតទេវាបឺតវារត់ប្រឡែងតិចដោះនេះតិចដោះនោះបងប្អូនណាអានេះបើសិនតែយើងអត់ចេះអត់ដឹងគឺខូចកន្លែងហ្នឹងខូចជ្រូកនឹងអត់អំពើបងប្អូនអញ្ចឹងអូនស៊ូថាមីងមានវិធីដោះស្រាយឲ្យជ្រូកបញ្ហាហ្នឹងអាបញ្ហាដែលជ្រូកវាអញ្ចឹងគឺទី1បងប្អូនណាចាត្រូវនៅព្យាយាមចាប់នៅពេលដែលមេនឹងឲ្យអឹមព្យាយាមចាប់ដោះដាក់ដោះណាដែលវាបានស្រាវអឹមឲ្យបានដល់ទីបញ្ចប់ឲ្យស្រាវដល់ទីបញ្ចប់អាហ្នឹងគឺតែ2 3ដងចាគឺវាអាចនឹងចេះអឹមហើយចាហើយមួយទៀតអ្វីដែលងាយជាងនេះបងប្អូនណាទិញតែដោះគោឆៅយើងដោះគោអីក៏បានដែរឲ្យតែឡែមនឹងមកពេលដែលវាមេដែលកំពុងតែស្រាវចាអាមេដែលកំពុងតែស្រាវអឹមហ្នឹងចាវានៅរត់លិចកើតអញ្ចឹងវាអត់ដឹងថាបឺតដើម្បីឲ្យដល់ដូចថាគេហៅថាអាពេលដែលចេញទឹកដោះហ្នឹងទេអញ្ចឹងយើងព្យាយាមយកទៅដោះគោហ្នឹងបន្តលើចដងដោះវាឲ្យវានៅបឺតរហូតអញ្ចឹងវាផ្អែមវាចេះតែបឺតទៅមេនេះអឹមពេលដែលវាស្រាវពេលដែលមេអឹមស្រាវត្រង់ចណ្ដងដោះវាចាប់ផ្ដើមចេញទឹកដោះវាចាប់ផ្ដើមបឺតបានអញ្ចឹងយើងធ្វើអញ្ចឹងតែមួយថ្ងៃហ្នឹងយើងស៊ូតែមួយថ្ងៃឬក៏2ថ្ងៃបងប្អូនណាចាមួយថ្ងៃឬក៏2ថ្ងៃជ្រូកខ្លះតា2 3ដងគឺវាចេះអឹមហើយអញ្ចឹងអានឹងវិធីដោះស្រាយកុំឲ្យកូននឹងខូចចាអូនគាត់ស៊ូខ្ញុំគឺស៊ូល្អមែនតើសំណួរនេះបងប្អូនបានខ្ញុំយកមកនិយាយនៅក្នុងការចែកម្លែកព្រោះអីបងប្អូនគឺជួបតែងតែជួបហើយបងប្អូនណាក៏ជួបដែរហើយបញ្ជាក់បន្តិចបើសិនជាមានករណីជ្រូកបែបនេះបងប្អូនហាមចាប់កូនបំបែកណាហាមចាប់កូនជ្រូកនឹងបំបែកដាក់ត្រង់ឬក៏ដាក់ក្នុងកត្រកដាក់ក្នុងកធុនអីចឹងបំបែកកូនហាមគឺយើងណាត្រូវមេនឹងឲ្យវានៅដេកជាមួយមេជាមួយកូនដើម្បីឲ្យវាឈ្មោះដោះឲ្យវាអឹមដោះដើម្បីឲ្យវាស្គាល់ថាដោះវាដោះណាពេលដែលអឹមកុំឲ្យវាអញ៉េអញ៉ៃតែវាអញ៉េអញ៉ៃច្រើនមេនឹងស្ទុះឡើងហ្មងស្ទុះឡើងអត់បានអឹមទេតែ2 3ថ្ងៃវាស្វិតដោះវាខូចចាអានឹងក៏ហៅថាខូចចាខូច 100% អញ្ចឹងបងប្អូនជាទូទៅបងប្អូនណាចាខ្ញុំឃើញបងប្អូនខ្លះគាត់ប្របែកជ្រូកចាប្របែកអញ្ចឹងចាប្របែកបានបើថាមេនឹងសបោទឹកដោះសបោអីគាត់ទៅចាប់ផ្ដើមបន្តិចចេញទឹកដោះហ្នឹងអានឹងអូខេមិនអីទេប៉ុន្តែមេដែលស្រាវមិនងាយនឹងចេញទឹកដោះបើយើងប្របែកកូនអញ្ចឹងហើយមេដែលមិនសូវហៅកូនអឹមដែលយើងប្របែកអញ្ចឹងណាចាគឺខូចហើយដោយសារតែវាអត់ដឹងដោះវាដោះណាទេពេលដែលវាអឹមវាញ៉េញ៉ៃទៅដើមគ្នាអត់ដឹងណាដឹងណី Incoming voice call ពេល from ហើយអញ្ចឹងចាវាទៅដើមគ្នាញ៉េញ៉ៃមេវាអឹមវាញ៉េញ៉ៃវាស្ទុះឡើងអាហ្នឹងវាកាន់តែខូចដូចខ្ញុំនិយាយអញ្ចឹងមិនបាច់ទេបងប្អូនកុំប្របែកវាមិនបាច់ប្របែកវាទេទុកឲ្យវានៅគៀមដោះនៅរដោះវាដោះណាដោះនឹងឲ្យវាស្គាល់ដោះវាអាហ្នឹងអត់អីឯខូចចាឲ្យបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចាបងប្អូនចង់បានថ្នាំចាមេជ្រូកកើតឲ្យអឹមអត់ទឹកដោះអត់ចាឲ្យកូនអឹមខំកូនតប់កូនស្ទុះអឹមខ្ទប់បងប្អូនណាហើយវីតាមីនគ្រប់ប្រភេទនេះបងប្អូនទីខ្ញុំពងរៀបចំអីវ៉ាន់ភ្ញៀវឲ្យព្រឹកឡើងចាអញ្ចឹងឆ្លៀតធ្វើវីដេអូបន្តិចចាវីតាមីនបើតាគៀកជ្រូកសាច់វីតាមីនមេពណ៌ពោះចារក្សាគោចាវីតាមីនចាមេជ្រូកមិនងាយរយឈ្មោលបងប្អូនណាចាមេកំមុំដាក់បាហើយមិនងាយរយឈ្មោលទេ4ចាមេកំមុំដាក់បាហើយសុំទោសបងប្អូននិយាយខុសមេកំមុំចាចង់និយាយថាមេកំមុំចាស់ខែណាមិនងាយនឹងរយឈ្មោលបងប្អូនណាជាពិសេសមេកំមុំដែលបដោះកូនប្រដាប់ភេទតូចយើងព្យាយាមដាក់ដើម្បីឲ្យប្រដាប់ភេទវាឡើងចាដល់ពេលដល់វេលាវានឹងរយឈ្មោលធម្មតាដាក់បាគឺកូនច្រើនផ្ដោតលើមេជីវិតបងប្អូនណាចាគឺល្អប្រើមែនតើចាឲ្យវីតាមីនបើតាគៀកជ្រូកសាច់បងប្អូនចាក៏ល្អដែរខ្ញុំអត់បានលើកបង្ហាញទេនៅក្នុងកេះបងប្អូនណាចាបើតាគៀកសម្រាប់ស៊ីបាយជ្រូកធំធាត់លឿនចារីកស្មារីកតាគៀកអត់ចេះរីកចំណៃទេណាបងប្អូនណាហើយជាពិសេសចាឆ្នាំរាកឆ្នាំក្អួតកូនទូចអីបងប្អូនរាកក្អួតចាបងប្អូនណាម្សៅព្រាកត្រង់សម្រាប់មេរោគហើយឥឡូវក៏មានលក់ស្ពែមជ្រូកដែរបងប្អូនណាចាពូជដឺរ៉ុកពូជជ្រូកចាប្រហែលប្រភេទដែលបងប្អូនចង់បានចាបងប្អូនអាចឆាតកំងបានចាអរគុណបងប្អូនទាំងអស់គ្នាចា